កាន់តែធ្ងន់ក៏ហើយក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT អាចនឹងប្រកាសដកខ្លួនចេញពីកម្ពុជាទាំងស្រុងប្រសិនបើការលក់ដូរដាំក្បាលចុះរហូតបែបនេះព័ត៌មានតារាជាតិតារាអន្តរជាតិសង្គមវប្បធម៌អារម្មណ៍ធម៌តន្ត្រីនិងភាពយន្តបើតាមសារព័ត៌មានថៃ The Nation Thailand ដល់ល្បីប្រចាំប្រទេសថៃបានឲ្យដឹងនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025នេះថាក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT ដែលជាប្រេងរបស់ថៃបានដាំក្បាលចុះដោយសារតែភាពតានតឹងព្រំដែនតាំងពីខ្មែរសាមគ្គីគ្នាឈប់ប្រើប្រាស់របស់សៀមមកឃើញថាក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT លក់លេងដាច់នៅក្នុងប្រទេសកម្ពុជាហើយខាងក្រុមហ៊ុនអាចនឹងត្រូវដកខ្លួនចេញពីកម្ពុជាទាំងស្រុងទៀតផង The Nation Thailand បានលើកឡើងបន្ថែមទៀតថាខាងក្រុមហ៊ុនថៃ PTT បានវាយតម្លៃលើកម្ពុជាថាយើងជាតំបន់ហានិភ័យខ្ពស់ព្រោះការលក់របស់ខ្លួនមានការធ្លាក់ចុះរហូតដល់50ទៅ60% ដោយសារតែការកើនកម្ដៅព្រំដែនកម្ពុជាថៃមិនទាន់ដោះស្រាយនៅឡើយនោះទេយ៉ាងណាមិញក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT បានផ្អាកប្រតិបត្តិការហើយនៅក្នុងប្រទេសវៀតណាមព្រោះប្រជាជនវៀតណាមក៏គាំទ្រផលិតផលក្នុងស្រុកជាងការនាំចូលផលិតផលមកពីថៃជាពិសេសបើកម្ពុជានៅតែបន្តធ្លាក់ចុះគ្មានអ្នកចាក់បែបនេះ PTT អាចនឹងសម្រេចដកខ្លួនទាំងស្រុងពីកម្ពុជាដូចគ្នា